នៅព្រឹកថ្ងៃទី25ខែមិថុនាឆ្នាំ2025ឯកឧត្តមម៉ៅធីនិនអភិបាលខេត្តកំពតបានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូមួយក្រុមនៃកម្មវិធី FLBA ដែលជាកម្មវិធីសម្រាប់អ្នកដឹកនាំវ័យក្មេងនិងអនាគតរបស់ប្រទេសទីម៉័រខាងកើតបានមកធ្វើទស្សនកិច្ចសិក្សានៅក្នុងខេត្តកំពតក្នុងគោលបំណងដើម្បីស្វែងយល់អំពីតំបន់ទេសចរណ៍ធម្មជាតិក្នុងខេត្តទទួលបានការយល់ដឹងកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពរបស់កម្ពុជាមានមតិសំណេះសំណាលជាមួយគណៈប្រតិភូនាឱកាសនោះឯកឧត្តមអភិបាលខេត្តបានលើកឡើងថាប្រទេសកម្ពុជាក្រោយមហានគររយៈពេល500ឆ្នាំគឺមិនដែលទទួលបាននូវសុខសន្តិភាពពេញលេញនោះទេតែបច្ចុប្បន្ននេះក្រោមការដឹកនាំប្រទេសដ៏ប៉ិនប្រសប់របស់សម្ដេចតេជោហ៊ុនសែនបាននាំមកនូវសេចក្តីសុខសន្តិភាពពេញលេញជូនពលរដ្ឋនិងប្រទេសជាតិដែលពោរពេញទៅដោយការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័សឧត្តមអភិបាលខេត្តបានបន្តថាការដែលយកបាននូវសុខសន្តិភាពជូនជាតិជូនពលរដ្ឋនេះគឺមិនមែនជាការងាយនោះទេគឺថ្នាក់ដឹកនាំពិសេសសម្ដេចតេជោហ៊ុនសែនបានលះបង់គ្រប់បែបយ៉ាងពុះពៀគ្រប់ឧបសគ្គក្នុងការបញ្ចប់សង្គ្រាមដោយមិនប្រើប្រាស់អាវុធក្រោមគោលនយោបាយឈ្នះឈ្នះហើយបច្ចុប្បន្ននេះប្រទេសកម្ពុជាក្រោមការដឹកនាំបន្តដោយសម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាសម្ដេចនៅតែមានគោលជំហររក្សាឲ្យបាននូវសុខសន្តិភាពបន្តអភិវឌ្ឍលើគ្រប់វិស័យក្នុងន័យដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋព្រមទាំងលើកមុខមាត់ប្រទេសកម្ពុជាឲ្យទទួលបាននូវកិត្តិស័ព្ទកិត្តិនាមល្បីល្បាញនៅលើឆាកអន្តរជាតិឯកឧត្តមអភិបាលខេត្តបានបន្ថែមថាទន្ទឹមនឹងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសនិយាយដោយឡែកខេត្តកំពតក៏មានការអភិវឌ្ឍគ្រប់វិស័យផងដែរទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់គ្រងស្រុកការបង្កើតធ្នេខ្សាច់កំសាន្តនិងសមិទ្ធផលទេសចរណ៍ឯកជាច្រើនក្រោមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចធិបតីហ៊ុនម៉ាណែតដោយជំរុញធ្វើយ៉ាងណាឲ្យវិស័យទេសចរណ៍ដែលជាវិស័យមានសក្តានុពលក្នុងខេត្តមានការរីកចម្រើនក្នុងន័យដើម្បីជួយជំរុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរក្រោយពីបានស្ដាប់បទបង្ហាញក៏ដូចជាលើកជាសំណួរសួរផ្សេងពីគណៈប្រតិភូលោកអេសេហ្គេលអេហ្វេរ៉ាប្រធានគណៈប្រតិភូបានសម្ដែងការស្ញប់ស្ញែងចំពោះការដឹកនាំប្រទេសនិងវិធីសាស្ត្រក្នុងការស្វែងរកសុខសន្តិភាពជូនជាតិជូនប្រជាជនរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីដែលប្រទេសនានាលើពិភពលោកពិបាកនឹងធ្វើបានលោកក៏បានកោតសរសើរចំពោះការដឹកនាំបន្តរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបន្តរក្សាបាននូវស្ថិរភាពនយោបាយពិសេសសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យយ៉ាងឆាប់រហ័សទន្ទឹមនឹងនោះលោកក៏បានលើកសរសើរចំពោះការដឹកនាំខេត្តកំពតរបស់ឯកឧត្តមម៉ៅធីនិនអភិបាលខេត្តដែលបានធ្វើឲ្យវិស័យទេសចរណ៍មានការរីកចម្រើនខ្លាំងដោយរក្សាបាននូវសម្បត្តិធម្មជាតិដែលជាធនធានសម្រាប់បម្រើគ្រប់វិស័យទេសចរណ៍ព្រមទាំងបានបង្កើតឲ្យមានសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញជាច្រើនទៀតខ្ញុំសន្ទរិនធ្វើសេចក្តីរាយការណ៍